ឯកឧត្តម ដន វណ្ណថារា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមចុះពិនិត្យស្ថានភាពទឹកនិងចាត់វិធានការអន្តរាគមន៍សង្គ្រោះស្រូវរដូវវស្សាស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនិងខេត្តព្រៃវែងថ្ងៃច័ន្ទ13កើតខែទុតិយាសាទឆ្នាំមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី27ខែកក្កដាឆ្នាំ2026ឯកឧត្តម តន វណ្ណថារា រដ្ឋលេខាធិការនិងជាប្រធានក្រុមសម្របសម្រួលការងារធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានអញ្ជើញចុះពិនិត្យជាក់ស្ដែងនៅស្ថានភាពទឹកនៅទីតាំងប្រព័ន្ធធារាសាស្ត្រសំខាន់ៗមួយចំនួនស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនិងខេត្តព្រៃវែងក្នុងដំណើរបេសកកម្មនេះឯកឧត្តមរដ្ឋលេខាធិការនិងក្រុមការងារបានចុះពិនិត្យកិច្ចដំណើរការនិងស្ថានភាពទឹកនៅទីតាំងប្រព័ន្ធធារាសាស្ត្រសំខាន់ៗចំនួន4កន្លែងរួមមានទី1ស្ថានីយ៍បូមទឹកហ៊ុនសែនទី14ដែលគ្រប់គ្រងលើកិច្ចដំណើរការនិងថែទាំដោយសហគមន៍កសិករប្រើប្រាស់ទឹកសុផាទី2ប្រព័ន្ធធារាសាស្ត្រព្រែកអូដំរីឆ្លងនិងព្រែកថ្មីដែលគ្រប់គ្រងដោយសហគមន៍កសិករប្រើប្រាស់ទឹកជប់ព្រីងព្រមទាំងទី3និងទី4អាងទឹកត្រដែតនិងទន្លេវ៉ៃគោទន្ទឹមនឹងនេះឯកឧត្តមរដ្ឋលេខាធិការក៏បានចុះពិនិត្យស្ថានីយ៍ម៉ាស៊ីនបូមទឹកនៃប្រព័ន្ធធារាសាស្ត្រទំនប់ការពារទឹកជំនន់និងស្រោចស្រពកំពង់ត្របែកស្ថានីយ៍បូមទឹកទី3ព្រមទាំងបានណែនាំឲ្យប្រធានសហគមន៍កសិករប្រើប្រាស់ទឹកនៃស្ថានីយ៍បូមទឹកទី2សហការដាក់ម៉ាស៊ីនបូមទឹកចល័តបូមយកទឹកពីស្ថានីយ៍ទី2មកបំពេញបន្ថែមដើម្បីសង្គ្រោះស្រូវប្រជាកសិករដែលប្រឈមនឹងការខ្វះខាតទឹកក្នុងពេលឆាប់ៗនេះយោងតាមរបាយការណ៍និងការចុះពិនិត្យផ្ទាល់ស្ថានភាពនៃការធ្វើស្រែប្រាំងវស្សាបង្ហាញថាក្នុងខេត្តស្វាយរៀងការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបាន54.23%ស្មើនឹង 98,832 ហិកតានៃផែនការសរុប 167,500 ហិកតានិងខេត្តព្រៃវែងអនុវត្តបាន 78.17% មាសស្មើនឹង 23,4,515 ហិកតានៃផែនការ 30,000 ហិកតាទន្ទឹមនឹងការងារបង្កបង្កើនផលនេះប្រជាកសិករនៃខេត្តទាំងពីរកំពុងមមាញឹកក្នុងការច្រូតកាត់ប្រមូលផលនិងភ្ជួររាស់ដីដើម្បីបន្តរដូវវស្សាបន្តទៀតឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានណែនាំមន្ទីរខេត្តទាំងពីរឲ្យផ្សព្វផ្សាយពីបាតុភូតអែលនីញ៉ូនិងគ្រោះរាំងស្ងួតអំពាវនាវដល់កសិករផ្អាកការធ្វើស្រែលើសផែនការព្រមទាំងប្រើប្រាស់ទឹកដោយសន្សំសំចៃទន្ទឹមនឹងនេះត្រូវត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះបន្ទាន់ដូចជាម៉ាស៊ីនបូមទឹកចល័តនិងកម្លាំងសរុបសម្រាប់ជួយតំបន់ប្រឈមខ្លាំងព្រមទាំងគ្រប់គ្រងការបើកបិទទ្វារទឹកតាមប្រឡាយនិងអាងស្តុកទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីធានាទឹកហូរដល់ស្រែដែលកំពុងខ្វះខាតជាក់ស្ដែងយោងតាមរបាយការណ៍និងការចុះពិនិត្យផ្ទាល់ស្ថានភាពនៃការធ្វើស្រែប្រាំងវស្សាបង្ហាញថាក្នុងខេត្តស្វាយរៀងការងារបង្កបង្កើនផលស្រូវវស្សាសម្រេចបាន 54.23% ស្មើនឹង 98,832 ហិកតានៃផែនការសរុប 167,500 ហិកតានិងខេត្តព្រៃវែងអនុវត្តបាន 78.17% ស្មើនឹង 23,4,515 ហិកតានៃផែនការ 30,000 ហិកតាទន្ទឹមនឹងការងារបង្កបង្កើនផលនេះប្រជាកសិករនៃខេត្តទាំងពីរកំពុងមមាញឹកក្នុងការច្រូតកាត់ប្រមូលផលនិងភ្ជួររាស់ដីដើម្បីបន្តរដូវវស្សាបន្តទៀតឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានណែនាំមន្ទីរខេត្តទាំងពីរឲ្យផ្សព្វផ្សាយពីបាតុភូតអែលនីញ៉ូនិងគ្រោះរាំងស្ងួតអំពាវនាវដល់កសិករផ្អាកការធ្វើស្រែលើសផែនការព្រមទាំងប្រើប្រាស់ទឹកដោយសន្សំសំចៃទន្ទឹមនឹងនេះត្រូវត្រៀមលក្ខណៈអន្តរាគមន៍សង្គ្រោះបន្ទាន់ដូចជាម៉ាស៊ីនបូមទឹកចល័តនិងកម្លាំងសរុបសម្រាប់ជួយតំបន់ប្រឈមខ្លាំងព្រមទាំងគ្រប់គ្រងការបើកបិទទ្វារទឹកតាមប្រឡាយនិងអាងស្តុកទឹកឲ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីធានាទឹកហូរដល់ស្រែដែលកំពុងខ្វះខាតជាក់ស្ដែង